Cục ban thân tha cô một ái chụp cái cái con một này họ tầm hạ tụi tham rồi ចាចា ពីដើមមកយូរដឹងថាកូនខ្វះហ្នឹងតាមរយៈអីតាមរយៈមណ្ឌលសុខភាពអ្នកគ្រូចាយើងយកកូនយើងមកពិនិត្យនៅមណ្ឌលសុខភាពហ្នឹងគាត់ពិនិត្យឃើញកូនយើងខ្វះគីឡូចាដល់ពេលថ្លឹងគីឡូខ្វះហ្នឹងយើងដឹងថាកូនយើងខ្វះអាហារូបត្ថម្ភចាកូនបងអាយុចូល3ឆ្នាំកន្លះចាតែពេលដឹងហ្នឹងពេលដឹងពេលតែគាត់ពេលដឹងអាយុតែមិនបាន3ឆ្នាំហ្នឹងតែកាលហ្នឹងគីឡូប៉ុន្មានដែរកណ្ដឹងគីឡូវា10គីឡូ3ខាំដោយសារថាកណ្ដឹងខ្ញុំផ្ដាច់ដោះកូនចាហ្នឹងមូលហេតុថាវាអត់ញ៉ាំវាធ្វើទុកមួយរយៈហ្នឹងដល់យកមកពេទ្យទៅវារៀងស្គមច្រកគីឡូខ្លាំងយើងយកមកពេទ្យឃើញកូនយើងខ្វះគីឡូហើយអ្នកគ្រូគាត់ឲ្យយើងតាមដានកូននៅមណ្ឌលសុខភាពហ្នឹងតាមព្យាបាលយ៉ាងមិនដែរបានគ្រូបងភាសាព្យាបាលគាត់ឲ្យអាហាររូបថប់ហ្នឹងឲ្យយើងហូបកូនក្នុងមួយថ្ងៃហូបរយៈពេលនំហ្នឹងរយៈពេលនំគាត់ឲ្យហ្នឹងវា11ដើមក្នុងមួយថ្ងៃព្រឹកពេលងើបពីគេហ្នឹងឲ្យកូនហ្នឹងញ៉ាំ5ដើមដល់ពេលល្ងាច6ដើមចឹងចាសុខភាពអត់អីទេអ្នកគ្រូសុខភាពរាងកាយអីរឹងមាំដោយសារថាយើងបបរគ្រប់គ្រឿងឲ្យញ៉ាំហើយយើងពិនិត្យកូនយើងទៀងទាត់មកពេទ្យរយៈពេលមួយអាទិត្យមកពិនិត្យដងព្រោះយើងចង់ដឹងសុខភាពកូនណាដល់ពេលកូនប្រសើរឡើងយើងសប្បាយចិត្តនឹងកូនវាលេងអីហើយញ៉ាំគួរសមជាងមុនតែឥឡូវនៅតែបន្តហូបបាននំយ៉ាប្រហែលដែរខាងទៀតក៏លេងហើយអ្នកគ្រូដោយសារថាកូនយើងលេងអីចាលេងអីចឹងយើងបើកគេឲ្យបើកបានប៉ុន្តែយើងចង់បន្តក៏បានដែរប៉ុនកូនធម្មតាតែយូរទៅវាធំណាធំអាហារហ្នឹងវាលែងញ៉ាំហើយគាត់ដែលខ្វះគីឡូកូនមកដែលខ្វះគីឡូតើមានបញ្ហាសុខភាពគាត់ណាមួយអីទៀតទេដែលចេញមកនៅពេលគាត់ខ្វះអាហារូបត្ថម្ភសុខភាពអត់អីទេអ្នកគ្រូអត់អីទេគ្រាន់ថាយើងមកពិនិត្យអ្នកគ្រូថាកូនខ្វះគីឡូអញ្ចឹងយើងគួរធ្វើម៉េចđểកូនត្រូវគីឡូវិញឲ្យវាបានគ្រប់គីឡូវាសុខភាពវាល្អវិញណាគាត់ណែនាំឲ្យយើងបបរគ្រប់គ្រឿងឲ្យញ៉ាំមានជាតិបន្លែជាតិសាច់អីក្នុងបបរហ្នឹងធ្វើមិនគាត់ណែនាំយើងទាំងអស់យ៉ាងម៉េចយើងត្រូវស្អាតបាតកូនយើងសម្អាតឲ្យភ្លឹងមុនញ៉ាំបាយលាងដៃលាងអេស្អាតលាងនឹងសាប៊ូយាយរួមគាត់ណែនាំយើងល្អហ្មងខាងគ្រូពេទ្យហ្នឹងអញ្ចឹងបានថាកាលពីមកគឺគាត់ដឹងទេយើងដឹងខ្លះចាស់យើងជាម្ដាយធម្មតាយើងដឹងប៉ុន្តែគ្រាន់ថាដឹងខ្លះអញ្ចឹងយើងមិនសូវដឹងដូចយើងមកដុលគេណែនាំយើងច្បាស់លាស់ជាងចាហើយបងអនុវត្តតាមចាអនុវត្តតាមអ្នកគ្រូពេទ្យប្រាប់យើងធ្វើចឹងល្អទាំងកូនហើយយើងក៏រីករាយនឹងកូនយើងដែរឃើញថាមានអ្នកម្ដាយខ្លះហើយនឹងជីដូនខ្លះគាត់បានលើកឡើងថានំហ្នឹងវារៀងពិបាកញ៉ាំហើយក្មេងញ៉ាំទៅទ្រាំសម្រាប់កូនខ្លួនឯងមិនដែរកូនខ្ញុំបាក់ញ៉ាំពេលវាញ៉ាំច្រើនទៅវាទ្រាំប៉ុន្តែយើងចេះតែប្រឡប់កូនណែនាំនេះណែនាំនោះយើងកាត់បន្ថយនំកញ្ចប់ខាងក្រៅយើងកុំឲ្យញ៉ាំបាយសិនពេលព្រឹកឡើងងើបពីគេងូតទឹកឲ្យវាស្អាតលាងដៃលាងអីស្អាតយើងយកនំហ្នឹងមកប្រឡប់វាវិញអាហ្នឹងយើងវាអាចញ៉ាំបានប៉ុន្តែថាយើងឲ្យបាយញ៉ាំហើយគឺវាលែងញ៉ាំហើយនំហ្នឹងវាធំវាលែងញ៉ាំបងបើវាស្អាតតែកាពះក្មេងតែបន្តិចណាអ្នកគ្រូតែពេលថ្ងៃចឹងដែរយើងឲ្យគេគ្រប់គ្រាន់ងើបពីគេយើងធ្វើដូចទម្លាប់ពេលព្រឹកចឹងហើយយើងអាសាបបរគ្រប់គ្រឿងឲ្យញ៉ាំប៉ុន្តែគាត់ថាយើងក៏អត់ថាយើងតនេរហូតដែរណាប៉ុន្តែពេលខ្លះយើងក្នុងមួយអាទិត្យយើងធ្វើឲ្យបាន2ទៅ3ដងឲ្យកូនញ៉ាំវាល្អកុំឲ្យអត់សោះព្រោះអីជាតិបន្លែវាជួយច្រើនរយៈពេលនៃការដែលចាប់ពីតាំងពីចាប់ដើមឲ្យញ៉ាំមកហើយដល់ពេលរយៈពេលដែលឈប់ញ៉ាំនោះត្រូវចំណាយពេលរយៈពេលប៉ុន្មានដែររយៈពេល3ខួបកន្លះឡូវមកចង់និយាយថារយៈពេល6ខែដោយសារថាកូនខ្ញុំឡូវវាចិត្ត4ឆ្នាំហើយអ្នកគ្រូខ្វះតែប្រហែលខែទៀត4ឆ្នាំខែ11ខែ11ឆ្នាំក្រោយនេះវាថ្ងៃទី11ហ្នឹងខែ11ថ្ងៃទី11អាហ្នឹងវាចូលវា4ឆ្នាំពេញហ្នឹងចាបងមានអីផ្ដាំផ្ញើទៅអាណាព្យាបាលទេតបពីបងបានមើលថែកូនហើយព្យាបាលកូនបងជាពីការខ្វះអាហារូបត្ថម្ភចាខ្ញុំសូមផ្ដាំផ្ញើនៅម្ដាយទាំងអស់
យកពេលវេលាឲ្យមើលកូនអត់ដល់ព្រោះអីសុខភាពកូនវាសំខាន់សម្រាប់ម៉ែគ្រប់រូបព្រោះម៉ែខ្លះគាត់ថាគាត់មានពេលប៉ុន្តែយើងគិតថាម្ដាយណាក៏វាមានពេលដែរប៉ុន្តែយើងឆ្លៀតមិនមែនតែនកូនយើងបើអត់ស្រួលច្បាយកមកម្ដុលព្រោះអីម្ដុលគាត់មានបទពិសោធន៍ច្រើនគាត់ប្រាប់យើងណែនាំយើងចឹងណាអ្នកគ្រូហ្នឹងផ្ដាំផ្ញើចំពោះម៉ែទាំងអស់ហើយសុខភាពកូនយើងក៏រឹងមាំព្រិលហ្មងកូនទោះបីវាអត់គីឡូឡើងមាំដូចគេក៏វាព្រិលដែរសុខភាពវាអត់អីណាមកកូនមកពេលដែលដំបូងឡើយពេលដែលដឹងថាកូនខ្វះអាហារូបត្ថម្ភហើយទៅមណ្ឌលសុខភាពពេលដែលដឹងហ្នឹងពេលហ្នឹងមិនដែរមានការបារម្ភអីយ៉ាងម៉េចបារម្ភអ្នកគ្រូពេទ្យយើងគិតថាចេះកូនយើងខ្វះអីដឹងរកដំណោះស្រាយណាគិតច្រើនណាដោយសារថាកូនខ្វះវាចង់និយាយថាវារៀងវើយអត់សូវមានកម្លាំងមាំទាំដូចមុនទេអញ្ចឹងបានខ្ញុំយកមកម្ដុលហ្នឹងមណ្ឌលគាត់ណែនាំយើងច្រើនអញ្ចឹងយើងយល់ដឹងពីគាត់វិញប៉ុន្តែយើងយល់ដឹងយើងធ្វើតាមគាត់ដែរណាប៉ុន្តែយើងគាត់ណែនាំហើយយើងអត់ធ្វើតាមគាត់អាហ្នឹងក៏បាក់ដែរហ្នឹងលើម្ដាយវិញម្ដាយខ្លះចង់និយាយថាចំពោះគេខ្លះគាត់ដូចថាគាត់ធ្វើការនៅមួយម៉ាក់នៅមួយយាយអញ្ចឹងណាដល់ចឹងគាត់អត់សូវមើលតាមចៅដិតដល់ខ្លាំងដូចយើងជាម្ដាយទេយើងជាម្ដាយ24ម៉ោងនៅតកូនមានការខុសប្លែកគ្នាយ៉ាងណាដែរបន្ទាប់ពីមុនពេលដែលយើងប្រើប្រភេទជានំរីម៉ាស់ហ្នឹងហើយនឹងដល់មុនពេលយើងប្រើហើយដល់បន្ទាប់ពីយើងប្រើមានការខុសប្លែកមិនដែរពេលដែលយើងប្រើសុខភាពកូនយើងព្រិលចង់និយាយថាវាមានកម្លាំងណាវាអត់ល្វើយដូចមុនអ្នកគ្រូហើយវាធ្វើអីក៏លះដែរតែកាលពីមុនរៀងល្វើយហើយកម្លាំងអត់សូវមានទេដល់ហូបអាហ្នឹងជំនួយច្រើនគ្រប់មុខប៉ុន្តែខ្ញុំអត់សូវបានយល់ដឹងរឿងជំនួយអីខ្លះគាត់និយាយដែរប៉ុន្តែពេលខ្លះយើងភ្លេចដែរណាមិនមែនចាំមកទាំងអស់ទេគាត់ណែនាំ